ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅអគាររដ្ឋបាលនិងសមិទ្ធផលនានាព្រមទាំងសំណេះសំណាលជាមួយនឹងកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី2ខែមេសាឆ្នាំ2025នេះឯកឧត្តមអ៊ុនចិនដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមនិងឯកឧត្តមខុលផនប្រធានក្រុមប្រឹក្សាខេត្តព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការចំណុចរដ្ឋបាលខេត្តក៏បានអញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅអគាររដ្ឋបាលនិងសមិទ្ធផលនានាព្រមទាំងសំណេះសំណាលជាមួយនឹងកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏សូមបញ្ជាក់ផងដែរថាអគារថ្មីដែលបាននឹងកំពុងធ្វើពិធីប្រារព្ធនៅពេលនេះមានកម្ពស់2ជាន់ទំហំ 4.10 ម៉ែត្រស្មើនឹង14បន្ទប់ចំណាយអស់ទឹកប្រាក់សាងសង់ចំនួន$24,000អាមេរិកដែលជាថវិកាប្រកបទៅដោយសប្បុរសធម៌មួយចំនួនដូចជាទី1ឯកឧត្តមសន្តិបណ្ឌិតណេតសាវឿនឧបនាយករដ្ឋមន្ត្រីនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ចាមទី2ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃទី3ឯកឧត្តមសន្តិបណ្ឌិតច័ន្ទអៀនរដ្ឋលេខាធិការក្រសួងមហាផ្ទៃ4ឯកឧត្តមនាយឧត្តមសេនីយ៍សថេតអគ្គស្នងការនគរបាលជាតិ5ឯកឧត្តមអ៊ុនចិនដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមនិងទី6លោកឧត្តមសេនីយ៍តូហេងវុធីស្នងការនគរបាលខេត្តកំពង់ចាមព្រមទាំងមានការចូលរួមគាំទ្រឧបត្ថម្ភពីសំណាក់អ្នកអង្គការលោកអង្គការបងប្អូនអាជីវករទីជិតទីឆ្ងាយនិងកងកម្លាំងទាំងអស់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមផងដែរតបពីមានមតិស្វាគមន៍របស់ឯកឧត្តមអ៊ុនចិនដាអភិបាលខេត្តកំពង់ចាមឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏បានថ្លែងការកោតសរសើរទៅដល់គណៈបញ្ជាការឯកភាពខេត្តក៏ដូចជាកងកម្លាំងនគរបាលនៃស្នងការនគរបាលខេត្តកំពង់ចាមដែលបានលះបង់អស់កម្លាំងកាយចិត្តនៅក្នុងការការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនទៅដល់ប្រជាពលរដ្ឋជាពិសេសការពារនៅសមិទ្ធផលសម្រាប់បានគ្រប់ភារកិច្ចដែលថ្នាក់ដឹកនាំបានប្រគល់ជូនឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រីក៏បានដាក់ចេញនៅគោលការណ៍ណែនាំមួយចំនួនដើម្បីឲ្យស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមអនុវត្តការងារបន្តរួមមានទី1បន្តថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ2025 2ត្រូវចូលរួមសហការពីតួអង្គសំខាន់ទាំងអស់ដាក់ចេញវិធានការបង្ការនិងទប់ស្កាត់បញ្ហាក្មេងទំនើងនិងក្រុមឆក់ឱកាសជាពិសេសអំឡុងពេលចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ3បន្តបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅតាមមូលដ្ឋានឲ្យបានជាប់ជាប្រចាំ4បន្តសហការជាមួយនឹងកងកម្លាំងប្រដាប់អាវុធធ្វើយ៉ាងណាលុបបំបាត់ឲ្យបាននៅបញ្ហាគ្រឿងញៀននិងទី5បម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឲ្យបានល្អនិងបន្តការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឲ្យតាមភូមិឃុំសង្កាត់មានសុវត្ថិភាពផងដែរ